កម្មករយោជិតជាវីរៈបរិសរបស់ឪពុករបស់ម្ដាយរបស់ប្តីរបស់ប្រពន្ធរបស់កូនរបស់គេតើការលើកឡើងបែបនេះពិតជាត្រឹមត្រូវដែរឬទេត្រឹមត្រូវឬមិនត្រឹមត្រូវសូមបងប្អូនទាំងអស់គ្នាកុំយកគំនិតជ្រុលនិយមដាក់មុខគួរតែពិចារណាទៅលើប៉ុន្មានចំណុចនេះវិញសម្រាប់ខ្ញុំមើលឃើញថាបងប្អូនកម្មការនីរោងចក្រគឺគាត់ពិតជាមានគុណសម្បត្តិគ្រប់គ្រាន់ដែលយើងអាចហៅគាត់បានថាជាវីរៈបុរសនៃក្រុមគ្រួសារពីព្រោះអីបងប្អូនឃើញថាបងប្អូនកម្មការនីរោងចក្រយើងជាច្រើនអ្នកខ្លះធ្វើការតែម្នាក់នោះទេប៉ុន្តែទប់ទល់ការចំណាយមួយគ្រួសារតែម្ដងអ្នកខ្លះចេញពីខេត្តមកធ្វើការនៅភ្នំពេញលះបង់ភាពសប្បាយរីករាយភាពសនុកស្រុកស្រួលរបស់ខ្លួនឯងដើម្បីតែជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរដែលពួកគាត់មកធ្វើការនៅក្រុងភ្នំពេញគាត់ចំណាយលុយប្រាក់ខែរបស់ពួកគាត់ចន្លោះពី 60% ទៅ 70% ទៅហើយផ្ដល់ឲ្យក្រុមគ្រួសាររបស់ពួកគាត់ដើម្បីចំណាយផ្សេងៗដូចជាការថែទាំសុខភាពថ្លៃការសិក្សារបស់កូននិងការចំណាយប្រចាំថ្ងៃដែលនេះវាប្រៀបបានថាពួកគាត់គឺជាសសរគ្រឹះសេដ្ឋកិច្ចនៃក្រុមគ្រួសាររបស់ពួកគាត់ទៅហើយយើងគួរតែស្ងើចសរសើរនិងលើកពួកគាត់ជាវីរៈបុរសនៃក្រុមគ្រួសារវាពិតជាស័ក្តិសមពីព្រោះអីអ្នកខ្លះជាម្ដាយធ្វើការតែម្នាក់ឯងនោះទេធ្វើការនៅក្នុងវិស័យកាត់ដេររោគចំណូលដើម្បីផ្គត់ផ្គង់កូនឲ្យរៀនដល់ថ្នាក់បរិញ្ញាបត្រក៏មានអ្នកខ្លះមានកូនរៀនចប់ដល់ដុកទ័រទៀតណាពុកម៉ែបងប្អូនគ្នាវាបង្ហាញឲ្យឃើញពីការលះបង់ដ៏ធំធេងរបស់បងប្អូនកម្មការនីយើងមែនតែម្ដងចំពោះក្រុមគ្រួសាររបស់ពួកគាត់ហើយពួកគាត់នឹងមិនត្រឹមតែជាវីរៈបុរសនៃក្រុមគ្រួសាររបស់ពួកគាត់តែប៉ុណ្ណោះទេប៉ុន្តែគឺជាតួអង្គដ៏សំខាន់នៅក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិកម្ពុជាយើងតាមរយៈការនាំចេញនៅពេលដែលមានរោងចក្រមកវិនិយោគពួកគាត់ចូលទៅធ្វើការពេលនោះជំរុញការនាំចេញរបស់កម្ពុជាយើងទៅក្រៅស្រុកកាន់តែច្រើនកម្ពុជាយើងកាន់តែបានចំណូលបង្កើតការងារឲ្យបងប្អូនខ្មែរយើងដទៃទៀតគាត់ចូលធ្វើការគាត់មានលុយចឹងហើយអានឹងវាជាចរន្តសេដ្ឋកិច្ចជាតិកម្ពុជាយើងធ្វើឲ្យយើងមានកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះហើយការដែលឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារលើកឡើងថាបងប្អូនកម្មការនីរោងចក្រជាវីរៈបុរសនៃក្រុមគ្រួសារនោះគឺមិនខុសនោះទេពុកម៉ែបងប្អូនទាំងគ្នាពីព្រោះអីបងប្អូនកម្មការនីរោងចក្រយើងមួយចំនួនគឺគាត់ពិតជាបានលះបង់កម្លាំងកាយចិត្តភាពស្រណុកស្រុកស្រួលរបស់ខ្លួនឯងដើម្បីជ្រោមជ្រែងជីវភាពក្រុមគ្រួសាររបស់ពួកគាត់យ៉ាងពិតប្រាកដមែនយើងកុំចូលចិត្តយកអាគំនិតជ្រុលនិយមដាក់មុខគេនិយាយស្អីមិនទាន់ស្ដាប់ដឹងក្បាលដឹងកតុយមិនពិចារណាផងចាប់ផ្ដើមប្រតិកម្មទាំងទៅតឹងទឹកប្រតិកម្មទាំងអវិជ្ជមានទៅលើពាក្យសម្ដីរបស់គេ